សួស្តីបងបងម្ដងទៀតហើយសម្រាប់បងបងដែលរងចាំនេះអានេះកាមេរ៉ា record បើយើងនិយាយចំប្រភេទគេហៅ DVR សម្រាប់ record ក្នុងឡានហើយអាហ្នឹងគឺមានច្រើនប្រភេទសម្រាប់ខ្ញុំធ្លាប់ប្រើពីមុនមកគឺមានពីរប្រភេទDVR ទី1 record ដល់កតុយបរិយហើយគឺវា record តែកាមេរ៉ាសុទ្ធមកមុខក្រោយចឹងមកហើយមកប្រភេទទៀតគឺយើង connect ជាមួយនឹងម្ញេ Android នេះទៅតាម USB អញ្ចឹងអាប្រភេទពីរប្រភេទមុនហ្នឹងដែលខ្ញុំធ្លាប់ប្រើហ្នឹងគឺទី1យើងដាក់ memory ហើយយើង record connect មួយ app យើងមើលទៅតាមទូរស័ព្ទហើយមកប្រភេទទៀតគឺយើង connect ជាមួយនឹងម្ញេឡានអញ្ចឹងយើងមើលបានតែក្នុងម្ញេឡានទេយើងចង់មើល play back play អីគឺយើងមើលនៅក្នុងម្ញេឡានប៉ុន្តែអានេះគុណភាពថ្មីមួយទៀតគឺយើងមើលក្នុងម្ញេឡានក៏បានមើលក្នុង app ក៏បានហើយ record បានមុខក្រោយគាត់ថាspec នេះខ្ញុំយកតែកាមេរ៉ាមុខមកសិនអញ្ចឹងអត់ទាន់មានកាមេរ៉ាក្រោយហើយយកមកតេស្តគុណភាពមើលតើគុណភាពវីដេអូវាការចាប់ slot លេខចាប់អីគឺវាបានច្បាស់អត់ហើយអាពី model មុនបងលុយធ្លាប់ឃើញហើយគុណភាពវារៀងគ្រាន់បើមិនល្អពេកតែក៏មិនអត់ដែរអញ្ចឹងអានេះយកមកសាកល្បងនេះប្រភេទ video record ហើយឥឡូវតាមឡានគឺបើសិនជាអាចត្រូវតែដាក់ទាំងអស់គ្នាប្រភេទកាមេរ៉ានេះវាល្អនៅពេលដែលយើងបើកបននៅលើផ្លូវពេលខ្លះយើងបើកធម្មតាតែអត់ទៀងគេជិះចូលឬក៏ជិះអីបើយើងអត់មានកាមេរ៉ាទេគឺពិបាកក្នុងការរកផុសតាំងបើយើងខុសអត់អីទេតែបើយើងត្រូវគេជិះមកចូលយើងពិបាកដែរបើយើងអត់មានកាមេរ៉ា record អញ្ចឹងនៅក្នុងប្រអប់នេះគឺអត់មានអីច្រើនទេដោយសារខ្ញុំកំងមកតែប្រភេទកាមេរ៉ាមុខអត់ភ្ជាប់មួយកាមេរ៉ាក្រោយប៉ុន្តែប្រហែលជាជើងក្រោយខ្ញុំនៅដាក់ឈុតកាមេរ៉ាមុខហើយក្រោយមកលើប្រអប់គឺដាក់យ៉ែប៉ុន្តែជាក់ស្ដែងនេះពេលដាក់ថែមក៏ពិតខ្ញុំកំងមកពីរគ្រាប់នេះមកគ្រាប់ទៀតដោយសារខ្ញុំគេដាក់ឲ្យខុសអញ្ចឹងគេដាក់អាមុខទាំងពីរក៏ពិតខ្ញុំកំងមុខមួយក្រោយមួយហើយយកមកនេះគឺសម្រាប់តេស្តគុណភាពខ្លួនឯងទេចាំមើលគុណភាពវាមិនដែរវីដេអូនៅលើកាមេរ៉ានៅលើឡានអញ្ចឹងណាបើសិនជាល្អប្រហែលជាខ្ញុំឈប់យកអាប្រភេទ connect មួយម្ញេអាមកប្រភេទនោះហើយយកអានេះមកវិញដោយសារអានេះយើងអាចមើលនៅក្នុងម្ញេក៏បានមើលនៅក្នុង app ទូរស័ព្ទដៃក៏បានដែរយើងគ្រាន់តែ download app មកយើង connect ដូចប្រភេទអាមួយទៀតរបស់ខ្ញុំដែរគាត់ថាអាប្រភេទ connect app របស់ខ្ញុំនោះគឺវាអត់អញ្ញែញ៉ៃអត់មានសិទ្ធិញ៉ៃញ៉ៃទេសម្រាប់ចាស់ប្រើស្រួលប៉ុន្តែបើមកប្រភេទទៀតយើងត្រូវ connect មួយម្ញេអញ្ចឹងតើមានម្ញេ Android ទើបអាច connect បានអញ្ចឹងវាមានជម្រើសច្រើនអញ្ចឹងហើយម្ញេ Android បើសិនជា spec រៀងទាបក៏វារៀងពិបាកដែរដោយសារអីយើងត្រូវតម្លើងកម្មវិធីចូលក្នុង Android ហ្នឹងអញ្ចឹងបើ spec ទាបពេកម្ញេរៀងទាំងក៏យើងពិបាកក្នុងការ review វីដេអូវាដែរតែឥឡូវកុំឲ្យខាតពេលយូរខ្សែបានលាបហើយអញ្ចឹងយើងមើលកាមេរ៉ាហើយនឹងតេស្តទាំងអស់គ្នាតើគុណភាពវាមិនដែរចេញនៅក្នុង spec គឺគេដាក់ 4K ប៉ុន្តែវា 4K ប្រភេទកាមេរ៉ា record វាអត់ដូច 4K ប្រភេទកាមេរ៉ាទូរស័ព្ទដៃឬក៏កាមេរ៉ាធំទេហើយគុណភាពវាក៏ទាបជាង70ម៉ៃដែរដោយសារ70ម៉ៃជា brand មួយធំហើយកាមេរ៉ាវាល្អហើយដោយសារនេះវាប្រភេទកម្រិតថវិកាធូរថ្លៃអញ្ចឹងសម្រាប់បងអត់ចូលចិត្តញ៉ៃច្រើនគឺអាហ្នឹងវាល្អហើយនេះ brand វា V2 អញ្ចឹងវាមាន USB មាន Wi-Fi នេះឈ្មោះ Wi-Fi របស់វា High DVR ហើយមាន password នៅលើហ្នឹងស្រាប់អញ្ចឹងបើបងចង់យកទៅតម្លើងខ្លួនឯងក៏ស្រួលអត់មានអីបាក់ទេគឺយើងរត់តែខ្សែទៅក្រោយហើយនឹងខ្សែខាងមុខហ្នឹងទៅហើយអានេះដោយសារវាមានតែខាងមុខអញ្ចឹងដូចដោតវាគឺមានតែមួយអញ្ចឹងហ្មង
លើនេះmình nhéសម្រាប់តេស្តហើយយក USB អញ្ចឹងនៅលើmình nhé គឺមាន USB នេះដល់ពេលដែលគេតម្លើងmình nhéឲ្យគឺនៅសល់ USB គឺ USB សម្រាប់mình nhé គឺមាន2 ទៅ 3អានោះតាមmình nhé ដូចខ្ញុំនេះដូចជាមាន3 USB អញ្ចឹងយើងអាចទុកអាផ្សេងសម្រាប់ដោត record អីផ្សេងៗទៅឬក៏ដាក់ USB សម្រាប់ជំនាញអីផ្សេងៗតែយើងសល់មួយយើងអាចដោតជាមួយនឹងកាមេរ៉ាបានដើរនេះភ្លើងវាហើយនេះយើងដាក់ memory កន្លែងនេះដោយសារនេះយើងឥឡូវយើង test សិនតោះដាក់ memory ទេក្នុងនេះវាមានកន្លែង reset ដូចជាចាប់សលេងបានទៀតកាមេរ៉ានេះឡូយមានចាប់សលេងអូនេះកាត់វាឡើងចុះហើយយើងចូលមកក្នុង app នៅ USB មកមានកន្លែងដូចជាreal camera អត់ទាន់មាន app ទេហើយយើងចូល file មកនៅពេលដែលយើងដោត USB ហើយគឺវានឹង load ឈ្មោះ USB នេះហើយយើងតម្លើងជាមួយនឹង app APK មកហើយយើង insert អានេះយើងបើក certification តមកទៀតចាំយើង install ស្រាលអត់ដូចអាប្រភេទ DVR ដោតកតុយបរិយហ្នឹងអានេះវាធ្ងន់បន្តិចប៉ុន្តែស្រួលប្រើខ្ញុំដាក់ឲ្យគ្នាច្រើនអ្នកដែរអត់ទាន់ឃើញគេតេមកថាមានបញ្ហាសោះយើងដាក់មកខាច់ចុចអត់ដើរមែនអត់ប្រយោជន៍ដៃនេះយក MI ហើយយើងបើកសារល្បងមើលតែយ៉ាងមិនដែរវ៉ាវគុណភាពច្បាស់ដែរមើលនៅក្នុងកាមេរ៉ាចាប់លេខចាប់នេះបានច្បាស់រំញ័រវាអាចថាអូខេប៉ុណ្ណេះអាហ្នឹងគេហៅ stabilize បើយើងកាមេរ៉ាធំៗណានេះយើងហៅរំញ័រទៅស្រួលរំញ័រហ្នឹងវាល្អនៅពេលអីយើងបើកលើផ្លូវអញ្ចឹងវាតែតែមានរំញ័រហើយយើង stabilize ប៉ុណ្នេះអាចទទួលយកបានវាមិនអន់ពេកអូខេមកបើកឡានរំញ័រអញ្ចឹងអូខេហើយច្បាស់ចាច់យើងគ្រាន់បានទេតាព្រោះដូចជាមាន map មានអីទៀតមាន Wi-Fi មានថ្ងៃខែហើយ setting វានេះ setting មានអីគេខ្លះដៃមកខាងចុចអត់ដើរទៀតអូយើងខាត់អត់វា resolution វានេះវាដាក់ record 4K តែនេះបាន18នេះ time loop វានេះនៅពេលដែលវា record វិលជុំនេះអា loop នេះអញ្ចឹងយើងចង់ដាក់1នាទីវាផ្ដាច់ឲ្យវា record តក៏បានមួយ file បានដែរមួយ file វា5នាទី3នាទី1នាទីចាំបើយល់ល្អយើងដាក់5នាទីទៅបានថា5នាទី record មួយវីដេអូ5នាទី record មួយវីដេអូមួយវីដេអូវា5នាទីហើយអានេះសម្រាប់សេរីអីផ្សេងហើយ format នេះmicrophone យើងចង់បើកក៏បានអត់ក៏បាននេះ Wi-Fi អញ្ចឹងបើយើងចង់បើកយើងចុចបើកមកយើងអាច connect ជាមួយនឹងទូរស័ព្ទបានទៀតហើយ Wi-Fi inform នេះសម្រាប់យើង scan ហើយនឹងឈ្មោះវា password អីផ្សេងហើយមានអីគេទៀតនេះabout app មានរបៀបបរិយា
develop ទៀត develop នេះយើងកុំប៉ះពាល់វាអីនិយាយទៅកន្លែង develop នេះមិនថាមិនញ៉េមិនថាប្រភេទគ្រឿងអេឡិចត្រូនិកដែលប្រើ software ឲ្យតែយើងប៉ះពាល់ develop គឺដឹងតែស្រុកហើយបើយើងប៉ះពាល់ ខុសតែបើយើងចេះអត់អីណាមិនថាទូរស័ព្ទក៏ដោយតែយើងបើក develop ហើយយើងចុចអីខុស reset អីផ្សេងៗគឺតែស្រុកហើយ Other speed unit speed នេះ kilo ឬក៏ MPa នេះនៅខ្មែរដាក់ kilo ម៉ាក់ kilomet ក្នុង1ម៉ោងទៅហើយអានេះដាក់អូអានេះដាក់ mode វាដាក់ប្រភេទមើល2ក៏បានមើល1ក៏បានគឺធម្មតាបើយើងដាក់2វាយើងអាចមើល2លើក្រអូខេគុណភាពច្បាស់ភ្លឺនេះយកផងនេះថតពេលយកហ្នឹងអញ្ចឹងចាំមើលខ្ញុំតេស្តគុណភាពហើយបើសិនជាគុណភាពវាល្អត្រូវការអាចឆាកនឹងបានហើយនេះកន្លែងធូរឯងកាមេរ៉ានេះកន្លែងធូរឯងរូបរាងតូចអត់ញ៉ៃអត់អេក្រង់មែនប៉ុន្តែយើងអាចមើលនៅក្នុង screen ញ៉ៃ Android ឬក៏ Connect App ហើយសម្រាប់បងដែលចង់បានប្រភេទអត់មានញ៉ៃ Android យើងដោតនឹងកតុយបរិយយើងយកមកប្រភេទទៀតអញ្ចឹងមានតែប៉ុណ្្នឹងទេបើត្រូវការតាក់ទងមកតាម Telegram នេះបានបាយបាយ